បាទជំរាបសួរពុកម៉ែបងប្អូនហើយនេះខ្ញុំចង់ចែកម្លែកនេះចន្ទីដែលវាមានបញ្ហាចឹងផ្សិតណាបងពុកម៉ែបងប្អូននេះយើងឃើញថានេះចន្ទីចាប់ផ្ដើមវាស្អុយផ្លែណាស្អុយគ្រាប់ផ្សិតឡើងខ្មៅហើយចាប់ផ្ដើមស្អុយហើយផ្លែផងវាគឺវាអត់ពេញលក្ខណៈនេះវាទៅមកវាអត់ពេញលក្ខណៈហើយផ្លែវាគឺខូចស្អុយដើមស្អុយចន្ទីយើងឃើញថាវាមានផ្សិតច្រើនព្រោះមកបងប្អូនមើលផ្សិតនេះផ្សិតនេះទេផ្សិតទីទីមានផ្សិតបងប្អូននេះយើងតើតាបាញ់ជាបាលវាបើមិនចឹងទេវាស្អុយនេះវាស្អុយផ្លែនៅប្រហែលបងប្អូនបើយើងសិនវាផ្សិតចឹងហើយយើងអត់បានបាញ់ជាបាលវាទេវាធ្វើចន្ទីផងយើងខូចចេះណានេះវាធ្វើបញ្ចន្ទីយើងស្អុយវាអត់ពេញលក្ខណៈពេលដែលវាចាស់ទៅអានេះមិនទាន់នឹងទុំមកចាស់ផងចាប់ផ្ដើមខូចហើយចាប់ផ្ដើមខូចផ្លែផងយើងអញ្ចឹងពុកម៉ែបងប្អូនចាំបាច់ត្រូវតែធ្វើការព្យាបាលទៅលើជំងឺផ្សិតបើមិនចឹងទេធ្វើឲ្យទិន្នផលចន្ទីប៉ុណ្ណឹងគឺវាមានការធ្លាក់ចុះបងប្អូននេះឃើញថាវាកើតផ្សិតហើយបងប្អូនចន្ទីនេះគ្រាប់ធំប៉ុន្តែវាផ្សិតហើយបងប្អូនមើលផ្សិតបងប្អូនផ្សិតច្រើនមែនតើនេះទៅកមកផ្សិតបងប្អូនអញ្ចឹងបើសិនជាយើងអត់បានព្យាបាលវាទេដល់ពេលតិចទៀតពេលដែលចន្ទីហ្នឹងគឺវាចាប់ដើមជំងឺនឹងវាវត្តទៅមុខទៀតវានឹងធ្វើឲ្យក្របចន្ទីហ្នឹងគឺវាទុំអត់ពេញលក្ខណៈការទុំអត់ពេញលក្ខណៈធ្វើឲ្យសាច់ក្របចន្ទីនៅខាងក្នុងហ្នឹងគឺវាស្ពោតវាអត់ពេញអត់មានក្របណាអញ្ចឹងវាធ្វើឲ្យទិន្នផលប៉ុណ្ណឹងធ្លាក់ចុះឲ្យក្របចន្ទីហ្នឹងគឺអត់ល្អទេអញ្ចឹងពុកម៉ែចាំបាច់ត្រូវតែធ្វើការព្យាបាលលើជំងឺផ្សិតបើមិនដូច្នេះទេធ្វើឲ្យចន្ទីប៉ុណ្ណឹងគឺបាត់បង់ទិន្នផលខ្ពស់នេះឃើញថាវាផ្សិតច្រើនបងប្អូននេះនេះវាស្ពោតញ៉ាំបងប្អូននេះឃើញអត់ខណៈដែលវាប៉ះជំងឺអញ្ចឹងវាអាចបង្កឲ្យចន្ទីប៉ុណ្ណឹងគឺវាក្តាប់គឺវាខូចបែបនេះខូចក្របចន្ទីប៉ុណ្ណឹងក្តាប់ខូចច្រើនក្នុងមួយចកោបនេះយើងឃើញថាខូច1 2 3 4 5 6ក្តាប់នេះខូចច្រើនអញ្ចឹងវាចាំបាច់ត្រូវតែធ្វើការព្យាបាលជំងឺផ្សិតណាបងប្អូននេះឃើញថាវានេះច្រើនវាមានផ្សិតណានេះក្របវារៀងចាស់ហើយមើលឃើញផ្សិតបងប្អូននេះផ្សិតណាចឹងទេក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកដល់បងប្អូនគឺពេលដែលចន្ទីមិនយើងមានផ្សិតបែបនេះបងប្អូនចាំបាច់ត្រូវទៅធ្វើការព្យាបាលជំងឺផ្សិតជាបន្ទាន់បើមិនដូច្នេះទេវាធ្វើចន្ទីផងយើងខូចនេះបែបនេះខូចបែបនេះនេះគឺវាអត់ពេញលក្ខណៈពេលដែលវាចាស់ឬក៏ពេលវាទុំទៅក៏ពេញលក្ខណៈនេះគឺមិនទាន់ទាំងទុំមកវាចាប់ដើមខូចបែក្របខាងក្នុងនេះឃើញស្ពោតស្វិតចាប់ដើមខូចហើយងាប់ហើយនេះបងប្អូនអញ្ចឹងទេជាការចែកម្លែកពុកម៉ែបងប្អូនពេលដែលឃើញមាននេះមានទាំងចៃសទេនេះអញ្ចឹងទេពុកម៉ែបងប្អូនត្រូវការធ្វើការព្យាបាលនៅជំងឺផ្សិតយើងអាចប្រើប្រាស់នៅសារធាតុសកម្មនៃថ្នាំមួយចំនួនដែលវាមានប្រសិទ្ធភាពទៅលើការព្យាបាលជំងឺផ្សិតដូចជាពពួកអាសូស៊ីស្រូប៊ីនដូចជាមីតាឡាសេគឺជាម៉ង់កាសែបឬក៏ហ៊ីសាកូណាសូលនិងធាតុសកម្មផ្សេងៗទៀតដែលយើងប្រើដើម្បីអាចតែនឹងព្យាបាលនៅជំងឺផ្សិតហើយមានប្រសិទ្ធភាពណាចឹងពុកម៉ែបងប្អូនអាចមើលធាតុសកម្មនៅលើសម្បកថ្នាំដើម្បីយើងយកមកបាញ់អីដើម្បីឲ្យចន្ទីផាន់ជើងគឺ
កុំឲ្យមានបញ្ហាផ្សិតដែលធ្វើទិន្នផលបញ្ចឹងធ្លាក់ចុះបាទហើយខ្ញុំមានការចែករំលែកទៅប៉ុណ្ណឹងបាទអរគុណច្រើនជម្រាបលាបាយបាយ